មានពាក្យមួយឃ្លាគេលើកឡើងថាបើសិនជាអ្នកមិនខំចំណាយពេលដើម្បីបង្កើតជីវិតដែលអ្នកចង់បាននៅថ្ងៃនេះទេនោះថ្ងៃក្រោយអ្នកនឹងត្រូវចំណាយពេលវេលាកាន់តែច្រើនដើម្បីរស់នៅជាមួយជីវិតដែលអ្នកមិនចង់បានផ្លូវទៅកាន់ភាពជោគជ័យគ្មានអ្នកណាចាំដាស់អ្នកឲ្យក្រោកពីគេងទេហើយក៏គ្មានអ្នកណារងចាំធ្វើជាជំនួយដល់អ្នកដែរអ្នកត្រូវរៀនគ្រប់គ្រងខ្លួនឯងដាក់វិន័យលើខ្លួនឯងនិងរំដោះខ្លួនចេញពីស្ថានភាពដែលអ្នកកំពុងជាប់គាំងដោយខ្លួនឯងក្តីស្រមៃរបស់មនុស្សម្នាក់តែងតែត្រូវបំផ្លាញដោយការរងចាំនិងការពន្យាពេលការស្ទាក់ស្ទើរគឺជាសត្រូវធំបំផុតនៅក្នុងជីវិតមិនថាអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពជីវិតបែបណានោះទេជំនួសឲ្យការចំណាយពេលទៅបន្ទោសប្រេងវាសនាព្រំលិខិតអ្នកគួរយកពេលវេលានោះមកអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាងមុនវិញល្អជាងរឿងណាដែលអ្នកមិនអាចគ្រប់គ្រងបានចូលខំប្រឹងធ្វើវាឲ្យអស់ពីសមត្ថភាពទៅបានហើយអ្វីដែលនៅសល់សូមបណ្ដោយឲ្យទៅតាមព្រេងវាសនាជាអ្នកកំណត់ចុះត្រូវជឿថាពេលដែលអ្នកអាចតាំងចិត្តឲ្យស្ងប់ហើយផ្ដោតអារម្មណ៍ទាំងស្រុងទៅលើការកែលម្អខ្លួនឯងអភិវឌ្ឍខ្លួនឯងបន្តិចម្ដងធ្វើឲ្យខ្លួនឯងកាន់តែរឹងមាំកាន់តែមានភាពស្ងប់សុខនិងកាន់តែមានអំណាចជាងមុនទោះឧបសគ្គដែលធ្លាប់តែបាំងផ្លូវអ្នកនឹងចាប់ផ្ដើមរលាយបាត់បន្តិចម្ដងសូមចងចាំថានៅពេលអ្នកកំពុងផ្ដោតទាំងស្រុងលើការហ្វឹកហាត់និងពង្រឹងខ្លួនឯងពិភពលោកទាំងមូលនឹងបើកផ្លូវឲ្យអ្នកដើរទៅរកពន្លឺថ្ងៃដោយខ្លួនឯងការបណ្ដោយខ្លួនឲ្យរស់នៅទៅតាមធម្មជាតិគឺជារឿងមួយដែលធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរឡើងកាលណាបើអ្នកកាន់តែបន្ធូរអារម្មណ៍លទ្ធផលដែលអ្នកទទួលបានក៏កាន់តែល្អជាងមុនតាមរយៈទ្រឹស្ដី The Yerkes Dodson បានបង្ហាញថាកាលណាបើមនុស្សប្រាថ្នាចង់បានលទ្ធផលខ្លាំងពេកគេនឹងធ្លាក់ចូលក្នុងសម្ពាធផ្លូវចិត្តនិងការព្រួយបារម្ភខ្ពស់រហូតធ្វើឲ្យសមត្ថភាពធ្លាក់ចុះដែលធ្វើឲ្យអ្នកធ្វើអ្វីមួយមិនបានពេញលេញនិងទទួលបានលទ្ធផលមិនល្អតែពេលដែលអ្នកចេះសម្រាកផ្លូវចិត្តបន្ធូរអារម្មណ៍កុំឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងសម្ពាធខ្លាំងពេកសមត្ថភាពពិតប្រាកដរបស់អ្នកនឹងចេញមកដែលអាចឲ្យអ្នកធ្វើសកម្មភាពបានកាន់តែល្អឬក៏អាចប្រសើរជាងធម្មតាទៀតផងហើយលើសពីនេះទៅទៀតនៅពេលអ្នកចាប់ផ្ដើមធ្វើចិត្តអ្នកឲ្យស្ងប់មិនប្រញាប់ចង់ឈ្នះមិនបង្ខំចង់បានភាពជោគជ័យលឿនពេកហើយផ្ដោតលើការកែលម្អខ្លួនឯងឲ្យបានជាប្រចាំថ្ងៃរហូតដល់ធ្វើឲ្យអារម្មណ៍ធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលគេហៅថា flow state គឺជាស្ថានភាពដែលអ្នកលង់ខ្លួនពេញលេញក្នុងអ្វីដែលកំពុងធ្វើភ្លេចនឹកនាដល់ពេលវេលានិងរាល់សំឡេងរំខានពីខាងក្រៅនៅពេលនោះវានឹងធ្វើឲ្យអ្វីដែលអ្នកកំពុងធ្វើដំណើរការទៅយ៉ាងរលូនហើយលទ្ធផលដែលអ្នកទទួលបាននឹងល្អលើសពីធម្មតាកុំដាក់ការរំពឹងទុកខ្ពស់ពេកចំពោះមនុស្សនិងរឿងរ៉ាវទាំងអស់កាលណាបើអ្នកបន្ថយការរំពឹងចង់បាននិងការចង់គ្រប់គ្រងលើអ្វីគ្រប់យ៉ាងហើយបណ្ដោយលទ្ធផលឲ្យទៅតាមធម្មជាតិនោះគ្រប់យ៉ាងនឹងកាន់តែប្រសើរឡើងអ្នកត្រូវចាំទុករឿងមួយនៅពេលមនុស្សសប្បាយចិត្តសំណាងល្អក៏នឹងចូលមកក្បែរអ្នកកាន់តែមានអារម្មណ៍ល្អថាមពលនិងភាពសកម្មរបស់អ្នកក៏កាន់តែខ្ពស់ឡើងដែលធ្វើឲ្យអ្នកតាក់ទាញមកនៅមនុស្សនិងរឿងវិជ្ជមានចូលក្នុងជីវិតអ្នកផងដែរជីវិតដែលសុខសាន្តពិតប្រាកដមិនមែនកើតឡើងពីការបង្ខំខ្លួនឯងឲ្យរឹងមាំនោះទេតែជាការដែលអ្នកអាចគ្រប់គ្រងចិត្តឲ្យស្ងប់សុខសាន្តនិងមើលពិភពលោកដោយភាពវិជ្ជមានពេលថាមពលល្អក្នុងខ្លួនអ្នកក៏ចាប់ផ្ដើមហូរទៅក្រៅអ្វីល្អក៏នឹងកើតឡើងមកក្នុងជីវិតអ្នកដោយធម្មជាតិអ្នកត្រូវយល់ថាកាលណាបើអ្នកព្យាយាមគ្រប់គ្រងអ្វីមួយខ្លាំងពេកវាច្រើនតែមិនអាចគ្រប់គ្រងបានឬគោលនៃការព្រួយបារម្ភគឺកើតចេញពីការចង់បានលទ្ធផលភ្លាមមនុស្សជាច្រើនចង់ធ្វើរឿងជាច្រើនក្នុងពេលតែមួយហើយក៏ចង់បានភាពជោគជ័យភ្លាមដែរប៉ុន្តែការលូតលាស់ពិតប្រាកដវាត្រូវការពេលវេលានិងការសន្សំបទពិសោធន៍គ្រប់ការជោគជ័យទាំងអស់វាកើតឡើងទៅបានពីការរៀនការធ្វើនិងការអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំហើយដាច់ខាតមិនមែនកើតឡើងពីការគិតការព្រួយបារម្ភនិងការដែលគ្រាន់តែចង់បាននោះទេអ្នកគិតកាន់តែច្រើនបណ្ដាលឲ្យអារម្មណ៍របស់អ្នកកាន់តែរាយនាយពិបាកក្នុងការប្រមូលអារម្មណ៍ធ្វើអ្វីមួយឲ្យបានល្អហើយពេលខ្លះអ្នកបានត្រឹមតែគិតរហូតដល់មិនអាចចាប់ផ្ដើមធ្វើអ្វីទាំងអស់ការចាប់ផ្ដើមដែលមិនល្អឥតខ្ចោះក៏នៅតែប្រសើរជាងការមិនចាប់ផ្ដើមសោះដែរកុំរស់ក្នុងការព្រួយបារម្ភខ្លាំងពេករហូតដល់ខ្លួនឯងបន្លាចតែខ្លួនឯងចាប់ផ្ដើមធ្វើរឿងដែលអ្នកចង់ធ្វើពេលនេះទោះបីពីចំណុចតូចតាចក៏ដោយអ្នកគ្រាន់តែទទួលខុសត្រូវលើការជំនះខំប្រឹងទៅបានហើយលទ្ធផលសូមបណ្ដោយឲ្យទៅតាមធម្មជាតិជាអ្នកកំណត់ទៅចុះត្រូវចាំថារាល់បញ្ហាដែលអ្នកជួបសុទ្ធសឹងតែជាឱកាសដែលអាចបង្រៀនឲ្យអ្នករីកចម្រើននិងក្លាយជាមនុស្សល្អប្រសើរជាងមុនកុំខ្លាចបញ្ហាកុំយកចិត្តទុកដាក់លើការយល់ឃើញរបស់អ្នកដទៃនិងរឿងរ៉ាវជុំវិញខ្លួនច្រើនពេកបន្ធូរអារម្មណ៍ឲ្យបានធូរស្រាលនៅពេលដែលអ្នកឈប់តានតឹងហើយទាញការផ្ដោតអារម្មណ៍ត្រឡប់មកលើខ្លួនឯងនិងការធ្វើសកម្មភាពវិញរឿងល្អនិងសំណាងល្អនឹងចាប់ផ្ដើមដើរចូលមករកអ្នកដោយខ្លួនឯង